បាទសូមគោរពជំរាបសួរពុកម៉ែមាមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះផងដែរខ្ញុំបាទក៏សូមពំនាំនៅការទស្សន៍ទាយនៅហោរាសាស្ត្រទៅលើឆ្នាំមួយចំនួនដែលនឹងមានការប្រឈមនៅក្នុងឆ្នាំ2026នេះនៅក្នុងឆ្នាំ2026ដែលត្រូវនឹងឆ្នាំមមីហើយក្នុងនោះផងដែរមានឆ្នាំចំនួន3ជួបព្យុះភ្លៀងដែលធ្វើឲ្យជីវិតរបស់លោកអ្នកមានបញ្ហាមួយចំនួនធំដែលត្រូវដោះស្រាយដោយផ្អែកទៅលើការទស្សន៍ទាយរបស់ហោរាសាស្ត្រដ៏ល្បីឈ្មោះបានបញ្ជាក់ថាមានឆ្នាំចំនួន3ដែលនឹងមានបញ្ហាជួបទុក្ខកង្វល់ដែលត្រូវដោះស្រាយនៅក្នុងឆាកជីវិតនៅក្នុងឆ្នាំ2026នេះឆ្នាំទាំងនោះរួមមានឆ្នាំមមីដែលជាឆ្នាំជន់ទៅលើឆ្នាំខ្លួនឯងនេះ2គឺឆ្នាំជូតឯទី3នោះគឺជាឆ្នាំថោះដែលនឹងត្រូវជួបបញ្ហាដោះស្រាយនៅក្នុងឆ្នាំ2026នេះបើហើយចង់ដឹងលម្អិតថាឆ្នាំទាំង3នេះមានបញ្ហាអ្វីខ្លះនោះក៏សូមរីករាយស្ដាប់និងទស្សនាជាមួយនឹងខ្ញុំបាទដូចតទៅបាទចំពោះពុកម៉ែបងប្អូនដែលកើតឆ្នាំមមីត្រូវប្រឈមមុខនឹងបញ្ហាធំនៅក្នុងឆ្នាំ2026នេះដែលជាឆ្នាំជន់ឆ្នាំខ្លួនឯងមនុស្សដែលកើតនៅក្នុងឆ្នាំសេះឆ្នាំមមីកើតចំឆ្នាំ1960ឆ្នាំ2002ឆ្នាំ2014ត្រូវបានទទួលរងនៅបញ្ហាប្រឈមជាច្រើនជាងធម្មតាហើយការសម្រេចចិត្តទាំងអស់ងាយនឹងជួបនៅផលលំបាកខ្លាំងណាស់ធ្វើអ្វីក៏តែងតែទទួលបាននៅបរាជ័យជាច្រើនមិនថាការងារណបុណ្យស័ក្តិទូនាទីឬក៏មុខរបររកស៊ីអ្វីនោះឡើយរីឯការទំនាក់ទំនងសាច់ញាតិបងប្អូននិងសេចក្តីស្នេហាក៏មានភាពរកាំរកូសទៀតផងនៅក្នុងឆ្នាំ2026នេះអ្នកដែលកើតឆ្នាំមមីអាចជួបប្រទះនៅបញ្ហាតាក់ទងទៅនឹងការជឿទុកចិត្តលើខ្លួនឯងបញ្ហាសុខភាពនិងបញ្ហាទំនាក់ទំនងមិនថាទំនាក់ទំនងសាច់ញាតិឬក៏សេចក្តីស្នេហានោះទេចំពោះភាពអន្ទះសារនៅក្នុងការដោះស្រាយនៅបញ្ហាអ្វីមួយនោះក៏តែងតែអាចនឹងជួបនៅបញ្ហារកាំរកូសពិបាកដោះស្រាយធ្វើអ្វីតែងតែទទួលបាននូវភាពបរាជ័យជាញឹកញាប់ចំពោះរឿងជោគជ័យវិញនោះគឺហាក់ដូចជាមានរយៈពេលខ្លីជាងភាពបរាជ័យដែលមានពេលវេលាវែងឆ្ងាយជាងភាពជោគជ័យតែទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកមានការតស៊ូអត់ធ្មត់រក្សាតុល្យភាពខ្លួនឯងឆ្នាំមមីនេះគឺនៅតែមានឱកាសក្នុងការទម្លាយនៅឧបសគ្គទាំងពួងទន្ទឹមនឹងនេះផងដែរយើងក៏ត្រូវមានការចាយវាយសន្សំសំចៃរៀបចំផែនការចំណាយឲ្យបានច្បាស់លាស់មានភាពស្ងប់ស្ងាត់នៅក្នុងអារម្មណ៍ទើបអាចឆ្លងផុតនៅភាពលំបាកនេះបានចំពោះសេចក្តីស្នេហាប្រុសស្រីវិញនោះអាចនឹងមានការទាស់ទែងគ្នាច្រើនហើយអាចឈានទៅដល់ការបែកបាក់គ្នាទៀតផងចំពោះពុកម៉ែបងប្អូនដែលកើតឆ្នាំជូតនៅក្នុងឆ្នាំ2026នេះហាក់ដូចជាមានការប្រែប្រួលឥតឈប់ឈរដូច្នេះហើយត្រូវតែមានការសម្រួលខ្លួនទៅតាមកលៈទេសៈទើបអាចបត់បែនបានឆ្នាំជូតកើត1960ឆ្នាំ1972ឆ្នាំ1984ឆ្នាំ1996ឆ្នាំ2008ដែលលោកគ្រូហោរាបានទស្សន៍ទាយថានៅក្នុងឆ្នាំ2026នេះចំពោះការងារហាក់ដូចជាមានការបើកឱកាសច្រើនសំណាងក៏ច្រើនចូលមកផងដែរក៏ប៉ុន្តែអ្វីដែលមានភាពចម្រូងចម្រាសច្រើននោះគឺបញ្ហាសម្ពាធផ្
ផ្លូវចិត្តនិងការផ្លាស់ប្ដូរដែលនឹកស្មានមិនដល់ចំពោះឧបសគ្គដ៏ធំបំផុតសម្រាប់អ្នកកើតឆ្នាំជូតនៅក្នុងឆ្នាំ2026ឆ្នាំមមីនេះហាក់ដូចជាមិនខ្វះសំណាងនោះទេក៏ប៉ុន្តែតែងតែមានភាពស្មុគស្មាញបន្តិចក្នុងការដោះស្រាយដែលធ្វើឲ្យឆ្នាំជូតនេះមានបញ្ហារកាំរកុសស្មុគស្មាញចិត្តពីឯសេចក្តីស្នេហាទំនាក់ទំនងវិញនោះក៏ដូចជាភាពរញ៉េរញ៉ៃប្រទាំងប្រទើសជាច្រើនផងដែរវិធីដែលល្អបំផុតសម្រាប់ក្នុងការដោះស្រាយគឺត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាទើបអាចដោះស្រាយកែខៃបញ្ហានោះបានតែយ៉ាងណាក៏ត្រូវចេះបត់បែនទើបមានភាពល្អប្រសើរដែលអាចនឹងកាត់បន្ថយនូវការខាតបង់បានបើចំពោះពុកម៉ែបងប្អូនដែលកើតឆ្នាំថោះនៅក្នុងឆ្នាំ2026នេះផងដែរទាំងផ្នែកអារម្មណ៍និងផ្នែកហិរញ្ញវត្ថុហាក់ដូចជាមានភាពស្មុគស្មាញដូច្នេះហើយចំពោះអ្នកដែលកើតឆ្នាំថោះត្រូវតែមានចិត្តនឹងណោស្ថិរភាពផ្លូវចិត្តទើបអាចដោះស្រាយនៅបញ្ហាទាំងនោះបាននៅក្នុងឆ្នាំនេះផងដែររឿងហិរញ្ញវត្ថុហាក់ដូចជាមានការបាត់បង់និងខាតបង់ជាច្រើនចំពោះសុខភាពក៏ហាក់ដូចជាមានការធ្លាក់ចុះតានតឹងផ្លូវអារម្មណ៍ចំពោះការធ្វើការងារធំដុំគួរមានការផ្អាកជាបណ្ដោះអាសន្នឬក៏មានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់ទុនធ្វើអ្វីមួយនោះអ្វីដែលសំខាន់ទៅទៀតនោះគឺត្រូវមានការអត់ធ្មត់និងចេះថែទាំសុខភាពខ្លួនឯងទើបជាការប្រសើរធម្មតាជីវិតតែងមានការឡើងចុះគឺជារឿងធម្មតានៃធម្មជាតិទៅហើយចំពោះសេចក្តីស្នេហាឬទំនាក់ទំនងផ្សេងៗគឺមានភាពល្អមធ្យមពុំសូវជាមានបញ្ហានោះទេចំពោះអ្នកដែលកើតឆ្នាំថោះនៅក្នុងឆ្នាំ2026នេះបាទសម្រាប់ការទូទាយទៅលើឆ្នាំទាំង3ខាងលើក៏សូមបញ្ចប់តែត្រឹមនេះបាទសូមគ្រប់ជូនពរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខចម្រើននិងរកទទួលទានមានបានព្រមទាំងមានសុភមង្គលគ្រប់គ្នាបាទសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗជាច្រើនទៀតបាទសូមអរគុណសូមជម្រាបលា